សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះច័ន្ទថ្ងៃនេះខ្ញុំមានបទពិសោធន៍រន្ធត់មួយដែលខ្ញុំបានជួបប្រទះដោយផ្ទាល់ហើយស្ទើរតែបាត់បង់ជីវិតមកចែករំលែកជាមួយអ្នកទាំងអស់គ្នាវាជាហេតុការណ៍មួយដែលស្ទើរតែធ្វើឲ្យខ្ញុំបាត់បង់ភរិយានិងកូនដែលកំពុងស្ថិតនៅក្នុងផ្ទៃរបស់នាងជារៀងរហូតរឿងនេះចាប់ដើមឡើងនៅពេលដែលនីភរិយារបស់ខ្ញុំមានផ្ទៃពោះប្រហែល6ខែដោយសារតែនេះជាការមានកូនលើកដំបូងរបស់ពួកយើងទាំងពីរយើងពិតជារំភើបនិងថ្នាក់ថ្នមខ្លាំងណាស់ប៉ុន្តែស្ត្រីមានផ្ទៃពោះរាងកាយមិនសូវរឹងមាំដូចមុនទេងាយអស់កម្លាំងហើយគ្រូពេទ្យបានណែនាំឲ្យខ្ញុំនាំនាងទៅសម្រាកនៅកន្លែងដែលមានខ្យល់បរិយាកាសបរិសុទ្ធនិងស្ងប់ស្ងាត់ដូច្នេះខ្ញុំក៏សម្រេចចិត្តសុំឈប់សម្រាកពីការងារជាច្រើនថ្ងៃខ្ញុំបានបើកឡាននាំនីត្រឡប់ទៅស្នាក់នៅផ្ទះកំណើតរបស់ខ្ញុំនៅឯជនបទនៅពេលនោះខ្ញុំតែងតែគិតថាបរិយាកាសផ្ទះជនបទនិងខ្យល់អាកាសស្រស់ស្រាយនឹងជួយឲ្យនីមានអារម្មណ៍ធូរស្រាលជាងមុន